បងប្អូនទាំងអស់គ្នាឥឡូវនេះចូលមកដល់បទទី2គឺបទនាងខ្ញុំប្រលឹងចាំស្នេហ៍ហើយបទហ្នឹងគឺជាបទមួយដែលយើងត្រូវបកស្រាយនៅសាច់រឿងជាច្រើនមែនតើតែខ្ញុំកំពុងគិតថាអញ្ចេះយើងបកស្រាយយ៉ាងណាដើម្បីឲ្យខ្លីហើយឲ្យខ្លឹមបងប្អូនងាយយល់ហើយកុំឲ្យថាបងប្អូនចំណាយពេលទស្សនាយូរអញ្ចឹងណាបាទជាយាមសង្ខេបខ្លីៗសង្ខេបខ្លីៗចាអញ្ចឹងអញត្រៀមខ្លួនហើយណាត្រៀមខ្លួនហើយអូខេតោះអញ្ចឹងទាំងអស់គ្នា start អូខេបងស្គូធំអូយគាត់ចាញ់រូបភាពមករំជួលចិត្តហ្មងជាមួយនឹងគេហៅថាខ្លងនីមួយអញ្ចឹងណាបងចង់និយាយថាអីគេលក្ខណៈស្បែកអីគេអានេះគេហៅអីគេខំស្បែកធំហ្នឹងហើយអត់ទេរូបភាពគេនឹងរូបភាពខំស្បែកធំលក្ខណៈស្បែកធំត្រូវគេបាទហើយនៅកាតិបងកន្លែងហ្នឹងផ្ទះបុរាណដែលយើងទៅស្រុកប្រាសាទបាគងហ្នឹងក៏ជាកន្លែងដែលគេផលិតស្បែកដែរផលិតចម្លាក់ស្បែកអញ្ចឹងណាបាទហើយនៅហ្នឹងមានត្បាញសូត្រមានអីច្រើនទៀតបងបាទខ្ញុំទៅនៅប្រាសាទបាគងហ្នឹងបងចាំឯងទៅឯងនិយាយមកបងនឹកឃើញភ្លាមហ្មងថាផ្ទះដែលយើងថតហ្នឹងគឺកន្លែងដែលផលិតហើយការដាប់ស្បែកហ្នឹងតែម្ដងបាទដាប់ស្បែកហ្នឹងបងអញ្ចឹងយើងទៅដល់គោលដៅហ្មងហើយថតទៅដល់កន្លែងហ្មងដល់កន្លែងហ្មងខ្ញុំឆ្លាញ់ឈុតព្រាមប្រហិតណាបងស្អាតណាស្អាតហើយអូនឯងសួរបងថាមិនថានៅពេលដែលបងរត់ហ្នឹងមានមុតបលាអត់បាទមានមុតបលាច្បាស់ជាមុតទេអូនហើយមានថ្មទៀតប៉ុន្តែគាត់ថាតស៊ូពួកឯងស្រឡាញ់បាត់នឹងចង់ឲ្យមានរូបភាពមួយដែលល្អឥតខ្ចោះអញ្ចឹងការថតត្រូវតែលះបង់ខ្លះហើយមានឈឺមានអីអញ្ចឹងបើសិនតែយើងពាក់បិជើងទៅគឺដូចថាមើលទៅវាអត់ត្រូវអញ្ចឹងទៅដោះបិជើងហើយរត់ឲ្យ director ហើយនឹងកាមេរ៉ាមែនហ្នឹងគាត់ចាប់ប្លង់មកស្អាតតែម្ដងឈឺយ៉ាងណាក៏ទ្រាំដែរកាមេរ៉ារត់តាមលឹងចង់ជិះជើងដួលតែសំខាន់ផុតកាមេរ៉ាគាត់បានពាក់បិជើងបងបានពាក់អីអញ្ចឹងជិះជើងដែរខ្ញុំមេតបអត់សូវបានរត់ហ្មងរត់តបងវិញអូខេបន្តទៀតប្លង់កន្លែងដែលថតតែជើងហ្នឹងបាទចាថតតែជើងហើយកាមេរ៉ាគាត់ចាប់តែប្រអប់ជើងជាមួយនឹងកងជើងហើយស្បៃតម្លាក់មកចេះអូយបងស្រឡាញ់ខ្លាំងណាស់មើលទៅដូចថាបញ្ជាក់ពី mood នៅក្នុង MV ហ្នឹងតែម្ដងមួយ slow ចឹងទៅជាមួយនឹងស្បៃផាយហ្នឹងស្អាតខ្លាំងមែនតើបាទបងហើយសម្លៀកបំពាក់ហ្នឹងគឺចង់ជម្រាបប្រាប់ជូនបងប្អូនថាការរៀបចំយកចិត្តទុកដាក់ហ្មងអស់ពីចិត្តហ្មងថាគាត់ចំណាយពេលទៅមួយយើងហ្មងគឺស៊ូលខូលគាត់ជាអ្នករៀបចំហើយលះបង់ពេលវេលាច្រើនមែនតើដែលទៅចូលរួមជាមួយនឹងខ្ញុំហើយក៏ដូចជាធីមការងាររបស់ One Beat ប្រហែលថ្ងៃហ្នឹងនៅខេត្តសៀមរាបរវល់ខ្លាំងគាត់ប្រហែលគាត់ទាំងហឹបហ្មងចានិយាយទៅលើកខ្លួនឯងតែម្នាក់ឯងហើយយើងអាចជួយគាត់បានដោយសារយើងត្រូវសម្ដែងហ៎អូនិយាយទៅលះបង់មែនទែនអរគុណច្រើនបន្តទៀតណាបាទបងស្រឡាញ់រូបភាពជាមួយសំឡេងហ្នឹងគឺដាក់ទៅគឺល្មួតចូលគ្នាហ្មងបាទខ្ញុំឆ្ងល់កន្លែងនេះមួយបងខ្ញុំទៅឃើញបងយំស្រួលហ្មងអូដូចអ្នកគ្នាដូចចាក់ទឹកអញ្ចឹងណាដល់ពេលខ្ញុំចប់ហ្មងហើយយំទៅពេបតមាត់ហ្នឹងខ្ញុំទៅខ្ញុំពិបាកធ្វើចិត្តយ៉ាងគេពួកខ្ញុំជាយំដល់ពេលខ្ញុំពេបមកអ្នកទាំងអស់គ្នាសើចអញ្ចឹងហើយបានបងត្រូវការប្រាប់បងឯងថាចេះថាយើងត្រូវការហាត់រៀនឲ្យច្រើនមិនចម្លែកទេដែលថាបងអាចសម្ដែងយំបានអីបានអញ្ចឹងដោយសារបទពិសោធន៍របស់បងយូរឆ្នាំហើយកាលបងសម្ដែងដំបូងក៏ទឹកមុខយើងមើលទៅអត់ចូលនឹងបទចម្រៀងដូចគ្នាអញ្ចឹងការងារពីម្ដងទៅម្ដងធ្វើឲ្យយើងមានដូចថាការវឹកហាត់ណាបាទការអភិវឌ្ឍហ្នឹងហើយការអភិវឌ្ឍយើងវឹកហាត់អភិវឌ្ឍខ្លួនឯងយើងមើលចំណុចខ្វះខាតរបស់យើងតើសម្ដែងទៅកែភ្នែករបស់យើងតើចូល mood នៅក្នុងបទចម្រៀងហ្នឹងនៅហើយយើងត្រូវការរៀនសូត្រខ្លួនឯងអញ្ចឹងបងបានពីហ្នឹងមកក៏បងចេះមើលខ្លួនឯងអញ្ចឹងណាយើងថត MV មួយគឺយើងមើលយើងយកមកមើលខ្លួនឯងថាតើសមនៅខ្វះខាតអីខ្លះដែលយើងត្រូវកែតម្រូវដែលយើងត្រូវរៀនបន្ថែមទៀតអញ្ចឹងអូនឯងគិតថាខ្លួនឯងអូយំទៅអត់សមហើយមើលទៅបងយំដូចស្រួលអញ្ចឹងត្រូវការហាត់រៀនខ្លួនឯងបន្តទៀតត្រូវបងតែបើខ្ញុំយំក្នុងបន្ទប់ខ្ញុំបានតែបើយំឲ្យគេមើលខ្ញុំលេងបានបណ្ដោយកាលមុនបងយំអត់បានដែរនឹងជាមួយគេឥឡូវដែលថាយើងហាត់រៀនទៅបានហើយបាទបងអូខេយើងតបន្តិចកន្លែងហ្នឹងស្អាតខ្លាំងមែនតើហ្មងនៅខាងក្រោយគោកាគូគីកន្លែងកែវភ្នែកខ្ញុំមិនមើលបរោះផ្សេងទេគាត់ director ហ្នឹងគាត់ចេះកាត់ឲ្យត្រូវនឹងអត្ថន័យចម្រៀងទៀតណាចាកែវភ្នែកខ្ញុំមិនមើលបរោះផ្សេងទេងាកមកមើលតួប្រុសអញ្ចឹងអូយមើលទៅតម្រងខ្លាំងមែនតើក៏ប៉ុន្តែអាហ្នឹង
សូមបញ្ជាក់បន្តិចដោយសារតែយើងចង់បញ្ជាក់ពីតែចរិតលក្ខណៈរបស់ស្ត្រីខ្មែររបស់យើងអញ្ចឹងជាទូទៅគឺគាត់មានភាពស្មោះត្រង់អត់មានភាពរាយមាយឬក៏បាទហ្នឹងហើយបងមានចិត្ត2 3ទៅលើអ្នកណាទេអញ្ចឹងគឺគាត់ថាគោរពតម្លៃខ្លួនឯងហើយក៏ដូចជាមានភាពស្មោះត្រង់ចំពោះស្វាមីបញ្ជាក់អញ្ចឹងត្រូវអត់បាទត្រូវបងអូខេបន្តទៀតអូនបងយំតែ3ម៉ោងទៀតក៏អត់អស់អូកាពិតយំក៏មិនមានភាពងាយស្រួលដែរណាអូនបាទអូខេដល់កន្លែងហ្នឹងហើយដោយសារតែកន្លែងហ្នឹងខ្ញុំចង់ចោទសួរទៅបងបែបប៉ុណ្ណឹងអារម្មណ៍របស់បងផ្ទាល់សារថាបងសម្ដែងហើយច្រៀងនៅក្នុងហ្នឹងអញ្ចឹងណាចង់ដឹងពីការយល់ឃើញរបស់បងសម្រាប់អត្ថន័យចម្រៀងក៏ដូចជាស៊ីនកន្លែងហ្នឹងតើបងយល់ឃើញថាម៉េចដែរបងបើនិយាយចំទៅបទចម្រៀងមួយហ្នឹងគឺបទបែបថាសម័យចាហើយរូបភាពក្នុងបទហ្នឹងគឺបងប្អូនគាត់ឆ្ងល់ច្រើនមែនតើបាទឆ្ងល់ច្រើនបើតាមបងដូចថាអ្នកសម្ដែងខ្លួនឯងអ្នកច្រៀងខ្លួនឯងដូចថានេះគឺជាការកែច្នៃបទចម្រៀងមួយឲ្យចេញជាបែបថាសម័យទាំងរូបភាពទាំង melody ហើយទំនុកច្រៀងបាទហើយសាច់រឿងនៅក្នុងហ្នឹងកន្លែងកាន់ដាវហ្នឹងគឺចង់បញ្ជាក់ថាតួស្រីគឺជាប្រពន្ធរបស់មេតបបាទហើយក៏គាត់ដូចថាមានការសង្ស័យឲ្យប្រភ្នូលអ្វីមកឲ្យគាត់ដឹងថាប្តីរបស់គាត់ហ្នឹងស្វាមីរបស់គាត់បានចេញទៅច្បាំងអាចនឹងមានបញ្ហាដល់ដូចថាអាយុជីវិតបាទអញ្ចឹងគាត់បានរៀបចំពិធីមួយគេថាពិធីបូជាព្រលឹងគឺជាពិធីបូជាព្រលឹងរងចាំស្វាមីខ្លួនឯងត្រឡប់មកវិញដោយសេចក្តីសុខគឺថាយើងរងចាំផងយើងបូជាព្រលឹងសម្រាប់ទៅការពារស្វាមីផងសាច់រឿងបន្តទៀតយើងចាំមើលហើយយើងបកស្រាយបន្តអូខេបងហ្នឹងហើយអូនឯងយល់នៅប៉ុណ្ណឹងអូខេតើខ្លីៗដើម្បីបងប្អូនឆាប់ដូចថាយល់ហើយនឹងកុំឲ្យគាត់ថាគាត់ចំណាយពេលមើលយូរអញ្ចឹងណាបាទអូខេបងអញ្ចឹងយើងតទៀតហើយអញ្ចឹងពិធីហ្នឹងដូចថាក្នុង MV ហ្នឹងបានឃើញតួស្រីគាត់រាំអញ្ចឹងមុននឹងធ្វើពិធីហ្នឹងគឺមានការរាំថ្វាយចាហើយមានការរាំថ្វាយហើយបានយើងមករៀបចំធ្វើពិធីហ្នឹងជាមួយនឹងព្រាហ្មណ៍2នាក់បាទអញ្ចឹងចាំមើលសាច់រឿងបន្តទៀតបាទចាំមើលសាច់រឿងបន្តទៀតមកបងយំទៀតមកបងយំទៀតហើយឈុតហ្នឹងខ្ញុំចាំបងចង់សក់ឲ្យបងនឹងភ្លេចអស់ហើយនេះអូយប្លង់កន្លែងហ្នឹងស្អាតខ្លាំងកន្លែងទឹកមុខកន្លែងនេះថាយើងធ្វើពិធីបូជាព្រលឹងហ្នឹងគឺទឹកមុខហ្នឹងក្នុងការសម្ដែងយើងប្រើអារម្មណ៍មួយដែលថាមានសង្ឃឹមប៉ុន្តែសង្ឃឹមតិចណាបាទសឹងថាយើងអស់សង្ឃឹមយើងដឹងថាស្វាមីរបស់យើងហ្នឹងគឺស្លាប់តែម្ដងប៉ុន្តែគាត់ថាយើងនៅតែបន្តទៅមុខទៀតដើម្បីធ្វើពិធីហ្នឹងឲ្យចប់ទោះជាស្វាមីហ្នឹងគាត់មានជីវិតរស់នៅតែគាត់ធ្វើពិធីបូជាដើម្បីជួយស្វាមីប៉ុន្តែបើសិនជាស្វាមីគាត់បាត់បង់ជីវិតហើយគឺគាត់បូជាដើម្បីរងចាំស្វាមីដូចរងចាំវិញ្ញាណរងចាំពលិអញ្ចឹងចាអាហ្នឹងអ្វីដែលបងយល់គឺបាទអូនសឹងថាបងយល់ហើយនឹងការដាក់មនោចេតនានិងអារម្មណ៍របស់បងគឺសឹងតែចូលតួខ្លាំងជាងអ្នកនិពន្ធទៀតចាខ្លាំងជាងហ្មងបងចាតែអត្ថន័យជ្រាលជ្រៅខ្លាំងបំផុតដែលអ្នកនិពន្ធក៏ដូចជា director គាត់ផ្ដោតទៅលើបទចម្រៀងសាច់រឿងបទចម្រៀងមួយហ្នឹងឲ្យដូចថាជ្រៅជ្រះយ៉ាងណាទៀតក៏បងអត់ដឹងថាដឹងច្បាស់គាត់ថាដឹងយល់ទៅត្រឹមប៉ុណ្្នឹងខ្លួនឯងអ្នកសម្ដែងថាសាច់រឿងប៉ុណ្្នឹងគឺយល់ប៉ុណ្្នឹងឯងអញ្ចឹងបានចោទសួរបងចង់ឲ្យបងបកស្រាយកន្លែងហ្នឹងពោះពីខ្ញុំទៅខ្ញុំគិតថាគឺបងទាំងការសម្ដែងទាំងការច្រៀងមានន័យថាអត្ថន័យហ្នឹងគឺជាដកបេះដូងបងខ្លាំងមែនចាស្រឡាញ់ខ្លាំងហ្មងទៅអូខេបងហើយបន្តទៀតកន្លែងហ្នឹងដែលបញ្ជាក់ថាតួប្រុសគាត់បានបាត់បង់ជីវិតតែប៉ុន្តែគ្រាន់តែជាការឲ្យប្រភ្នូមកថាខាងតួស្រីឯងចាគាត់រៀងសពិចសពិលហ្នឹងហើយបទចម្រៀងមួយហ្នឹងបទព្រលឹងចាំស្នេហ៍បើសិនជាបងប្អូនទស្សនិកជនគាត់បានទស្សនាគាត់ស្មានថាបទហ្នឹងបងច្រៀងម្នាក់ឯងទៅពេលស្ដាប់ចេញសលេងប៉សៀងមកមួយទៀតហើយប៉ុន្តែមាន melody ដែលប្លែកដូចថាឆ្នៃមកផាតផ្សេងទៀតអញ្ចឹងធ្វើឲ្យបទហ្នឹងមានរសជាតិមួយបែបផ្សេងទៀតដែលថាអ្នកស្ដាប់គាត់ដូចថាភ្ញាក់ហ្មងបើនិយាយទៅ melody កន្លែងហ្នឹងគឺយើងប្រើ pop
បាទមេឌីផងទៅបន្តមកទៀតបានដល់កន្លែង switch ខាងមុខទៀតបងប្អូនគាត់ប្រហែលជានឹងធ្លាប់បានស្ដាប់ហើយយើង switch ទៅខាងសហសម័យ B&B វិញបាទបាទអូខេបន្តទៀតព្រោះខ្លាំងតែនេះបាទចឹងសម្រាប់កន្លែងហ្នឹងគឺឲ្យវាភ្នូរเลยចាកន្លែងហ្នឹងគឺអត្ថន័យបទចម្រៀងហើយនឹងរូបភាពហ្នឹងគឺចង់បញ្ជាក់ថាទាំងពីរអ្នកស្វាមីភរិយាគឺថាអារម្មណ៍បេះដូងគឺនៅជាមួយគ្នាគ្រប់ពេលវេលាទោះជាខ្លួនប្រាណនៅឆ្ងាយខ្លួនប្រាណបានបាត់បង់ជីវិតមែនប៉ុន្តែគឺដូចនៅក្បែរគ្នាមកថែរក្សាប្រពន្ធក៏គិតទៅខាងប្តីថាចង់ទៅការពារប្តីនៅពេលដែលបាត់បង់ជីវិតហើយក៏នៅតែមកដូចថាមកនៅជាមួយប្រពន្ធចាថាអារម្មណ៍គឺมันអាចចេញទៅណាឆ្ងាយពីភរិយាទេធម្មតាទេបងមនុស្សពីរនាក់ស្រឡាញ់គ្នាអញ្ចឹងមិនត្រឹមតែចិត្តកាយទេបេះដូងយើងទៅមួយគឺផ្សារភ្ជាប់គ្នានៅចិត្តគ្នាទោះជាខ្លួនប្រាណនៅឆ្ងាយប៉ុន្តែអារម្មណ៍និងបេះដូងនិងចិត្តហ្នឹងគឺនៅចិត្តគ្នាជារៀងរហូតបងធ្លាប់មានអារម្មណ៍មួយនៅពេលដែលយើងនៅជាមួយមនុស្សដែលយើងស្រឡាញ់ហើយយើងនៅឆ្ងាយគ្នាហើយសុកស្រាប់តែយើងនឹកគេចាបាទតែនៅពេលហ្នឹងគេក៏នឹកយើងដូចគ្នាដែរបាទហ្នឹងអារម្មណ៍មនុស្សដែលស្រឡាញ់គ្នាខ្ញុំធ្លាប់ជួបដែរអញ្ចឹងធ្លាប់ជួបដែរចឹងមិនមានស្នេហាអញ្ចឹងហ៎បាទមានស្នេហាអញ្ចឹងហ៎អូនិយាយចេញខ្លួនឯងណាចាប់បានហើយឃើញណាខ្លួនឯងធ្លាប់មានស្នេហាខ្ញុំតែ single but not available single not available ចាចាប់បានហើយចាប់បានហើយអូខេបន្តទៀតចាប់បានមែនតើណាអូខេបងគេហៅថាបើសិនជាមហោបគេហៅថាចូលជាតិគ្នាហ្មងបាទគាត់ចាប់មកឧបករណ៍មួយទៀតដែលគេហៅថាខ្លុយហ្នឹងគឺចូលមកដដែលហ្មង solo ហ្មងព្រោះខ្លាំងអូយចាកន្លែងនេះពីនេះទៅអូយរំជើបរំជួលខ្លាំងមែនតើណាគ្រាន់តែថាគឺគាត់វិចហូបជាមួយនឹងពេលវេលាបញ្ជាក់ពីពេលវេលាថាវល់អត់ដឹងថាប្រហែល100ឆ្នាំប្រហែលជាតិអញ្ចឹងណាច្រើនមែនតើបាទអញ្ចឹងដល់កន្លែងឃ្លៀបបន្ទាប់ហ្នឹងរាប់រយសតវត្សហ្នឹងខ្ញុំដាក់បញ្ចូលឃ្លៀបមកបាទអូខេកន្លែងហ្នឹងតើអ្នកណាធ្លាប់ឃើញច័ន្ទយមដែរទេបាទហើយត្រង់កន្លែងឃ្លៀបហ្នឹងគឺជាប្រភ្នូលមួយបានន័យថាជាប្រភ្នូលមួយដែលតពីខាងបទយាម3មកវិញដែលនៅពេលហ្នឹងខ្ញុំច្រៀងថាពន្លឺព្រះច័ន្ទចាំងតាមបងមួយគឺបាទតពីឃ្លៀនហ្នឹងមកហើយពេលហ្នឹងទៅគឺតួប្រុសគាត់មកដល់ផ្ទះបុរាណហ្នឹងស្រាប់ចឹងគាត់ចាប់ផ្ដើមដូចជាមានអារម្មណ៍អីម្យ៉ាងហើយទទួលបានអីម្យ៉ាងចិត្តឃើញអីម្យ៉ាងអញ្ចឹងណាបងបាទប៉ុន្តែកំណត់ទៅលើអីគេដែលថាអូនឯងអាចមើលឃើញថាប្រច័នហ្នឹងប្រច័នយំឃ្លាហ្នឹងគឺចង់បញ្ជាក់អំពីអត្ថន័យមួយដែលបង្ហាញពីតួប្រុសនិងតួស្រីពេលហ្នឹងគាត់ត្រូវបែកគ្នាបាទបែកគ្នាហើយពេលហ្នឹងតួស្រីគាត់យំអញ្ចឹងណាបងបាទអីបើតាមបងចាំពេលហ្នឹងដូចជាថតនៅសាច់រឿងនេះថានៅពេលដែលបែកគ្នាពេលចុងក្រោយហ្នឹងគឺបែកលែងជួបតែម្ដងហើយចាំពេលដែលព្រះច័ន្ទមានពណ៌ក្រហមបាទត្រូវហើយបងហ្នឹងហើយអញ្ចឹងបានកំណត់ថាច័ន្ទយំត្រូវហើយតួស្រីដូចស្រក់ទឹកភ្នែកទៀតត្រូវហ៎បាទនិយាយស្រក់ទឹកភ្នែកទៀតហើយបងស្រក់ទឹកភ្នែកទៀតហើយនិយាយទៅស្រក់ទឹកភ្នែកគេហៅថាមិនមែនស្រក់ដូចបាត់ជំនាញមួយហ្នឹងគឺហូរតែម្ដងហូរមកហ្មងបាទអូខេបន្តទៀតបាននិយាយទៅបងស្រឡាញ់ melody ហើយនឹងសំឡេងរបស់បងច្រៀងកន្លែងហ្នឹងតែហ្នឹងហើយកន្លែងហ្នឹងដូចថាយើងស្ដាប់ទៅបទចម្រៀងដូចថាគេមាន mood ណាស្ដាប់ទៅឡើងបន្តិចឡើងបន្តិចឡើងបន្តិចអញ្ចឹងមកបទចម្រៀងហ្នឹងគឺអារម្មណ៍នៃការស្ដាប់អត់ដដែលទេអត់ស្មើការស្ដាប់ពីមួយផាតទៅមួយផាតគឺមានផ្លាស់ប្ដូរអារម្មណ៍ឡើងទៅរហូតបងថាកន្លែងហ្នឹងបងស្រឡាញ់ប៉ុន្តែមានកន្លែងមួយទៀតដែលកាន់តែស្រឡាញ់ជាងហ្នឹងទៀតបាទកន្លែងហ្នឹងបងប្អូនទៅមុខបន្តិចទៀតបានស្ដាប់ហើយកន្លែងហ្នឹងខ្ញុំគិតថាបងប្អូនក៏ធ្លាប់ស្ដាប់ហើយកន្លែងមួយនេះភ្ជាប់ជាមួយរូបភាពdirector ហើយនឹងដូចថាអ្នកដែលផលិតនៅវីដេអូមួយហ្នឹងបាទពេលដែលបងមើលបងភ្ញាក់ផ្អើលខ្លួនឯងខ្លាំងមែនតើនៅពេលដែលបច្ចេកទេសរូបភាពចេញពីផ្ទាំងគំនូរបាទអូយមានអារម្មណ៍ថារំភើបខ្លាំងមែនតើណាចង់បាន
រូបភាពដែលអច្ឆរិយៈអញ្ចឹងបងសុំតសារឲ្យស្មោះហ្មងនៅពេលដែលបងមើល MV នោះហើយគឺថាភ្ញាក់ផ្អើលកន្លែងហ្នឹងហ្មងថាគាត់ធ្វើកន្លែងហ្នឹងបានស្អាតបានល្អខ្លាំងមែនទែនអស្ចារ្យខ្លាំងមែនទែនអូខេបងអញ្ចឹងបន្ថែមមួយទៀតបងនៅមួយចំណុចទៀតពាក់ព័ន្ធនឹងកន្លែងនេះយើងតពីស៊ីនបត់យាម3របស់យើងចាត្រង់កន្លែងពលឺពេលច័ន្ទចាំងតាមបង្អួចបង្កើតស្រមោលរូបរាងដូចនួនឡងអញ្ចឹង clear ត្រង់កន្លែងវគ្គហ្នឹងគឺបញ្ជាក់ពីកន្លែងហ្នឹងបាទបង្កើតស្រមោលរូបរាងដូចនួនឡងអញ្ចឹងពេលហ្នឹងបងចាប់ផ្ដើមចេញពីគំនូរបាទអញ្ចឹងគេបានជួបគ្នាមែនតើណាបាទឥឡូវយើងមើលការជួបគ្នាហ្នឹងមិនវិញបានជួបគ្នាបែបណាបាទអូយកន្លែងនេះកន្លែងនេះខ្ញុំមើលដំបូងវ៉ាវនិយាយទៅបងឆ្លាញ់រូបភាពកន្លែងហ្នឹងមែនតើគឺអស្ចារ្យខ្លាំងមែនតើន័យថាការដែលតួស្រីគាត់ចេញពីគំនូរហ្នឹងមកហើយមានពលឺពណ៌មាសមានអារម្មណ៍ថាដូចអច្ឆរិយៈមែនតើហ្មងមើលទៅដូចមែនតើអញ្ចឹងនិយាយចាដូចមែនតើអញ្ចឹងហើយចាំមើលការជួបគ្នាមិនវិញបាទអូយបែកគ្នារាប់សតវត្សទៅបានមកជួបគ្នានេះសំបីតាអោបក៏អត់បានដែរបងអូខេអញ្ចឹងទៅបានដឹងខ្លួននៅប្រភ្នូយាម3របស់បងអានេះថាបាទចូលមកដល់កន្លែងហ្នឹងគឺខ្លួនឯងចាប់ផ្ដើមដឹងច្បាស់អំពីខ្សែជីវិតរបស់ខ្លួនឯងយំទៅអ្វីដែលយើងធ្លាប់សម័យពីមុនមកគឺមិនមែនគ្រាន់តែសម័យបានន័យថាវាជាការពិតហ្មងគាត់ច្បាស់ពេលហ្នឹងគាត់ច្បាស់ 100% ថានឹងជាការពិតអញ្ចឹងគាត់បានចងចាំរាល់ត្រង់កន្លែងស៊ីតហ្នឹងបានន័យថាគាត់បានចងចាំរាល់ទៅការដែលគាត់ធ្លាប់ធ្វើមួយគ្នាកន្លងមកអញ្ចឹងណាចាបាទនេះកន្លែងរំទៀតបាទរំទៀតហ្មងកន្លែងរំវិញបងបកស្រាយហើយបាទអូយព្រោះខ្លាំងបាទកន្លែងប្រូលះបង់ដើម្បីជាតិបាយជាត្រូវឃ្លាតហ្នឹងក៏មានគេស្រឡាញ់ច្រើនដែរបាទឃ្លាតហ្នឹងធ្ងន់តិចចាដោយសារបទចម្រៀងមួយហ្នឹងគឺតួអង្គប្រុសដូចខ្ញុំបញ្ជាក់មកអញ្ចឹងថាគាត់គឺជាមេតបអញ្ចឹងគាត់ត្រូវចេញទៅច្បាំងដើម្បីការពារជាតិប៉ុន្តែយើងដឹងហើយថាការច្បាំងយើងអត់ដឹងថាតើយើងអាចមានជីវិតត្រឡប់មកផ្ទះវិញឬមួយក៏បាត់បង់ជីវិតទេទៅបងចាអញ្ចឹងទៅគឺ clear កន្លែងហ្នឹងគឺ touching ខ្លាំងមែនតើអ្វីដែលខ្ញុំចង់ដាក់ clear ចំណុចហ្នឹងគឺខ្ញុំឃើញច្រើនបព្វបរោះខ្មែរយើងភាគច្រើនគឺអ្វីត្បិតតែគាត់មានមនោចេតនាមួយក្រុមគ្រួសារមួយសាច់ញាតិមួយអីយ៉ាងណាក៏ដោយប៉ុន្តែរឿងជាតិគឺរឿងជាតិហ្មងបាទនៅពេលដែលគាត់បំពេញកាតព្វកិច្ចរឿងជាតិបានន័យថាជីវិតរបស់គាត់គឺថ្វាយដើម្បីជាតិចាគឺលះបង់គឺអត់អាចលះបង់គ្រប់បែបយ៉ាងជីវិតហ្នឹងអាចត្រឡប់មកផ្ទះវិញទេគឺថាបើស្លាប់គឺស្លាប់ដើម្បីជាតិតែត្រូវបងសំបីតភរិយាដែលជាភរិយារបស់មិនថាមេតបឬក៏បុព្វបុរសយើងផ្សេងទៀតដែលលះបង់ដើម្បីជាតិយើងកន្លងមកទេគឺគាត់មានអារម្មណ៍ថាគឺគាត់យល់តែម្ដងគាត់យល់ច្បាស់ពីក្តីស្រឡាញ់ពិតប្រាកដមិនត្រឹមតែក្តីស្រឡាញ់រវាងបុគ្គលនិងបុគ្គលទេគឺក្តីស្រឡាញ់រវាងខ្លួនហើយនិងជាតិមាតុភូមិរបស់ខ្លួនឯងបាទត្រង់កន្លែងហ្នឹងគឺខ្ញុំដាក់កន្លែងហ្នឹងគឺដោយសារអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ខ្លាំងមែនទែនអូយកន្លែងហ្នឹងសលេងកន្លែងហ្នឹងអូយបងស្រឡាញ់ខ្លាំងមែនទែននិយាយទៅគឺច្រៀងបែបអានេះមិនបាច់ខ្លួនឯងសួរបកស្រាយហ្មងដោយសារចង់ឲ្យបងប្អូនដឹងដែរថាហេតុអីបានជាការប្រើប្រាស់នៅសំឡេងហ្នឹងហើយនឹងខាងអ្នកដូចថាបច្ចេកទេសសំឡេងបាទគាត់មិនធ្វើមិនឲ្យឡាយហើយឲ្យមានដូចចង់ថាតួស្រីហ្នឹងគឺជាព្រលឹងឯងចាអញ្ចឹងបាទដូចព្រលឹងអ្នកច្រៀងអញ្ចឹងច្រៀងហើយដូចថាខ្លួនប្រាណហ្នឹងរាយបាត់ម្ដងតិចអញ្ចឹងសលេងហ្នឹងគឺប្រហានឡាយអញ្ចឹងទៅហើយខ្ទោអញ្ចឹងទៅត្រូវហើយបងបញ្ជាក់អំពីថាដូចយើងស្ដាប់ទៅគឺអារម្មណ៍នៅក្នុងរូបភាពមួយហ្នឹងហ្មងបាទបងស្រឡាញ់ខ្លាំងមែនតើបាទបងហើយសលេងកន្លែងហ្នឹងគឺសន្លោះសណោកខ្លាំងមែនតើនិយាយទៅគឺសលេងកន្លែងហ្នឹងបញ្ជាក់ថាដឹងច្បាស់ហើយថាมันអាចបានជួបគ្នាទៀតទេបាទចាសន្លោះសណោកខ្លាំងមែនតើបងស្រឡាញ់កន្លែងហ្នឹងខ្លាំងតែបទចម្រៀងហ្នឹងមានកន្លែង surprise បងច្រើនណាស់
សរសើរអ្នក director កំហែងនឹងបច្ចេកទេសនៃការកាត់តនៅពេលដែលបងមើល MV ទាំងពីរបទនេះហើយអត់នឹកស្មានថា MV ទាំងពីរបទហ្នឹងធ្វើបាននៅបច្ចេកទេសរូបភាពល្អឥតខ្ចោះបែបហ្នឹងឯងហើយសំខាន់ផុតគឺមានរូប 3D ដែលមានច្បាំងគ្នាចាខ្ញុំ surprise ខ្លាំងមែនតើហើយសូមសរសើរដល់ស្មោះហ្មងកែខ្លាំងមែនតើកន្លែងនេះត្រង់កន្លែងហ្នឹងខ្ញុំមានចម្ងល់ក៏ដូចជាទស្សនិកជនក៏គាត់មានចម្ងល់ដែរតែខ្ញុំដឹងហីតែចោលបងបកស្រាយវិញបងបកស្រាយទៅកាន់ទស្សនិកជនវិញថាតើមូលហេតុអីបានជាត្រង់កន្លែងហ្នឹងតួស្រីគាត់បានន័យថាគាត់អត់តន់ទៅចាប់ជាតិទៀតហើយគាត់នៅចាំគាត់អាចនៅចាំខាងប្រុសបានអញ្ចឹងណាប៉ុន្តែជាក់ស្ដែងខាងប្រុសគឺគាត់បានទៅចាប់ជាតិហើយចាកន្លែងហ្នឹងសំខាន់ដែរក្នុងសាច់រឿងហ្នឹងដូចនេះខ្ញុំប្រាប់ចឹងថាតួស្រីហ្នឹងគឺស្វាមីគាត់បានចេញទៅច្បាំងអញ្ចឹងគាត់រៀបចំពិធីដើម្បីបូជាព្រលឹងហើយនឹងរងចាំហើយការរៀបចំហ្នឹងគឺថាបងប្អូនឃើញខ្សែសីមាហើយនឹងមានអីផ្សេងទៀតអញ្ចឹងណានិយាយសរុបជារួមគឺក្នុងពិធីហ្នឹងគឺមានអីច្រើនតែគាត់និយាយសង្ខេបអញ្ចឹងណានៅពេលដែលធ្វើពិធីហ្នឹងហើយខ្លួនឯងក៏ចាប់ផ្ដើមនិយាយថាក្នុងរូបភាពហ្នឹងគឺមិនជាមួយនឹងអនុស្សាវរីយ៍ជាច្រើនដែលតួស្រីនិងតួប្រុសអញ្ចឹងខ្លួនឯងដឹងហើយថាប្តីអាចនឹងបាត់បង់ជីវិតអីអញ្ចឹងរៀបចំពិធីហ្នឹងទៅហើយនៅពេលដែលតួស្រីដើរចេញបងប្អូនចាប់អារម្មណ៍សួរច្រើនមែនទែនថាជាប់ខ្សែសីមាហើយហេតុអីបានតួស្រីអត់បានទៅចាប់ជាតិតួប្រុសចាប់ជាតិដោយសារតែតួស្រីធ្វើពិធីហើយនៅពេលដែលដើរចេញទៅក៏អត់ដឹងថាខ្លួនឯងហ្នឹងមានជាប់ខ្សែសីមានៅកជើងដែរហើយខ្សែសីមានឹងឯងគឺជាហេតុផលដែលធ្វើឲ្យតួស្រីមិនអាចទៅចាប់ជាតិបានចាកន្លែងហ្នឹងគឺចងព្រលឹងតួស្រីហ្នឹងនៅរាប់រយជាតិក្នុងអត្ថន័យបទចម្រៀងគឺរាប់រយសតវត្សដែលអូននៅចាំបងប៉ុន្តែស្វាមីគាត់បានទៅចាប់ជាតិរាប់រយសតវត្សបាត់ហើយប៉ុន្តែគាត់អត់ទាន់ចាំជាតិដែលត្រូវឲ្យគាត់នឹកឃើញហើយមករកហេតុផលថាហេតុអីបានពសៀងចេះតែឃើញរូបភាពទាំងអស់ហ្នឹងដូចជាយល់សពបន្តិចដូចជាការពិតបន្តិចអញ្ចឹងជាហេតុផលឲ្យពសៀងដែលជាតួប្រុសហ្នឹងស្រាវជ្រាវនិងពិសោធន៍ខ្លួនឯងថារឿងហ្នឹងគឺជារឿងពិតឬមួយក៏គ្រាន់តែជាការសម័យរបស់ខ្លួនឯងបាទហើយបងចង់បន្ថែមមួយចំណុចទៀតក្នុងការរងចាំរបស់តួស្រីហ្នឹងដែលគាត់ចាំស្វាមីខ្លួនឯងឲ្យចាំជាតិហើយមករកគាត់វិញការជួបក៏មិនមែនជួបបានច្រើនទៀតដោយសារតែគាត់គឺជាព្រលឹងហើយប្តីស្វាមីរបស់គាត់ដែលទៅចាប់ជាតិហ្នឹងគឺជាមនុស្សទៅហើយអញ្ចឹងការជួបគ្នាក៏មិនអាចបានជួបនៅរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធតទៀតដែរបាទឃើញប៉ោសៀងស្លៀកសម្លៀកបំពាក់ដូចថានៅសម័យកាលផ្សេងសម័យកាលផ្សេងហើយតួស្រីគឺគាត់នៅសម័យកាលដដែលអញ្ចឹងការជួបគ្នាបានតែម្ដងគត់ហើយក៏បែកគ្នាបន្តទៀតយើងអាចរស់នៅជាមួយគ្នាបានដោយសារយើងនៅនិយាយចាំទៅគឺនៅភពផ្សេងគ្នាបានបាទតែគ្រាន់ថាបានជួបគ្នាតែម្ដងគឺតួស្រីគឺអស់ចិត្តហើយព្រោះអីចាំរាប់រយសតវត្សបាត់ហើយបានជួបតែម្ដងគឺអស់ចិត្តហើយចឹងហើយបានមានឃ្លាចម្រៀងមួយដែលនិយាយបាទច្រៀងថាអូនត្រូវឃ្លាតពីបងហើយហ្នឹងហើយបងហើយសូមបងនៅឲ្យបានសុខកន្លែងហ្នឹងគឺកំសត់ខ្លាំងមែនតើបើនិយាយទៅកន្លែងហ្នឹងការដែលយើងឆ្លាញ់គ្នាការរងចាំគ្នាមានរយៈពេលវែងតែក្តីសុខដែលនៅមួយគ្នាគឺវាខ្លីមែនតើប៉ុន្តែពីមនុស្សដែលឆ្លាញ់គ្នាអាហ្នឹងវាប្រៀបបានដូចជាមនុស្សដែលសេចក្លៀនចំណីអាហារអញ្ចឹងទៅបានទោះបីក៏ប៉ិនកញ្ចក់ក៏សម័យចិត្តដែរចាបាទទោះបីគ្រាន់តែថាឮសំឡេងបន្តិចក៏អស់ចិត្តដែរបាទខ្ញុំមានអារម្មណ៍ថាអូបានជួបបានឃើញហើយបាទកន្លែងហ្នឹងគឺជាអត្តន័យមួយដែលអស្ចារ្យខ្លាំងមែនទែនសម្រាប់បកស្រាយទៅកាន់ន័យថាសេចក្តីស្នេហាមួយដែលលះបង់ឲ្យគ្នាទៅវិញទៅមកមានភាពស្មោះត្រង់រវាងមនុស្សប្រុសនិងមនុស្សស្រីដែលជាគូស្វាមីភរិយាបាទបងគឺការឲ្យតម្លៃគ្នាការស្រឡាញ់គ្នាដោយមានភាពស្មោះត្រង់អញ្ចឹងទោះជាចាំរាប់រយជាតិរាប់រយសតវត្សក៏សុខចិត្តចាំទោះជាចាំហើយជួបគ្នាបានតែម្ដងក៏សុខចិត្តចាំហើយពេលដែលជួបហើយគឺអស់ចិត្តហើយព្រោះឯងបានជួបហើយហើយបងអាចលាបានហើយបាទអញ្ចឹងមិនថាពេលមានឱកាសនៅមួយគ្នាយើងគួរតែធ្វើអ្វីដែលល្អៗសម្រាប់គ្នាបានច្រើនជីវិតនៅពេលដែលបាត់បង់ទៅ
មានពាក្យមួយដែលគេនិយាយថាស្ដាយក្រោយចាបាទអញ្ចឹងបទចម្រៀងមួយបទហ្នឹងគឺនេះខ្ញុំបកស្រាយជារួមសង្ឃឹមថាបងប្អូនទាំងអស់នឹងយល់ហើយនៅបន្ទាប់ទៀតហ្នឹងគឺជាស៊ីនដែលតួស្រីគាត់រាំថ្វាយដែលនេះខ្ញុំបានជម្រាបបំបញ្ញមិញអញ្ចឹងហើយចុងក្រោយគឺគាត់បានថាសម្រាប់ខ្លួនដែលតាក់ទងនឹងពិធីដែលនេះខ្ញុំប្រាប់មិញអញ្ចឹងថាគាត់បូជាដូចថាបូជាព្រលឹងដើម្បីទៅការពារប្តីផងជាការរងចាំផងបាទបើនិយាយពីបទចម្រៀងពីបទហ្នឹងការពិតដំណើរសាច់រឿងគឺបទសាច់រឿងចេញពីបទរបស់បងទេបាទចេញពីបងទេជាអ្នកដូចថាឲ្យប្រភ្នូរឬមួយក៏ដូចថាឲ្យហេតុឬមួយក៏ឲ្យជារូបភាពអ្វីមួយដែលឲ្យប៉សៀងហ្នឹងទៅស្រាវជ្រាវវិញបាទទៅស្រាវជ្រាវវិញយើងមើលទៅវីដេអូគឺបទរបស់សៀងមុនហ្នឹងខ្ញុំភាគមួយប៉ុន្តែមែនតើសាច់រឿងគឺបទរបស់បងមុនទេបាទបើន័យថារឿងដែលផ្ដើមដំបូងគឺចេញពីបទចម្រៀង featuring ជាមួយបងស្រីហើយបន្តមកទៀតបានខ្ញុំនឹងទៅស្រាវជ្រាវពីបញ្ហាហ្នឹងថាវាយ៉ាងម៉េចបាទប៉ុន្តែគាត់ថាអញ្ចេះបងយល់ដូចថា director ហើយនឹងអ្នករៀបចំហ្នឹងគឺគាត់ចង់ឲ្យចង់ថាបើសិនតែគិតពីបែបផែននៃការផុសបទចម្រៀងគឺចង់ឲ្យបងប្អូនឆ្ងល់បន្តិចអញ្ចឹងបានផុសបទប៉សៀងមុនលាក់សាច់រឿងហ្នឹងបាទតែពិតមែនទែនគឺសាច់រឿងបទរបស់ខ្ញុំហ្នឹងគឺជាបទសាច់រឿងទី1ដែលនាំដើមហេតុឲ្យប៉សៀងដែលជាអ្នកច្រៀងបទទី2ហ្នឹងយើង3ហ្នឹងទៅស្រាវជ្រាវរកឲ្យនិយាយថាហេតុផលទាំងអស់ថាតើវាមានរឿងអីពិតប្រាកដបាទបងបាទនេះកន្លែងខ្សែអំបោះចារបូតចឹងអូខេចឹងប្រហែលអស់ចងល់អ្នកឆ្ងល់ថាបងមិនយកនៅមកចាក់ខ្លួនឯងចាហ្នឹងហើយនិយាយទៅបងបានបកស្រាយមិញហើយទោះជាដូចថាយើងបកស្រាយហើយយើងមើលបញ្ចប់ MV ដោយសារខ្លួនឯងបានដឹងហើយថា MV ចុងក្រោយហ្នឹងតែយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងជារួមទៅគឺសាច់រឿងបកស្រាយនៅក្នុងបទចម្រៀងហ្នឹងគឺសង្ឃឹមថាបងប្អូនទាំងអស់នឹងយល់បាទទោះជាមិនយល់បានច្រើនតែក៏អាចដូចថាបងប្អូនស្រាយចម្ងល់បានខ្លះអញ្ចឹងណាចាហើយបទចម្រៀងទាំងពីរបទនេះគឺយើងទាំងអស់គ្នាដែលជាក្រុមការងារ One Beat នាងខ្ញុំសហការជាមួយហើយក៏ដូចជាគ្រប់ផ្នែកទាំងអស់ Band Media ក៏ដូចជាអ្នក Costume Soul Cool ហើយនឹងមានផ្នែកផ្សេងទៀតនឹងផ្នែកចែកទេសសម្លេងចាមិចសម្លេងនៅបទចម្រៀងហ្នឹងគឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបទចម្រៀងមួយហ្នឹងពីរហ្នឹងគឺមានរូបភាពល្អអត្ថន័យនៃបទចម្រៀងពីរោះហើយនឹង melody ហ្នឹងគឺពីរោះនៅក្នុងដូចថាជាមួយនឹងសម្លេងដែលយើងច្រៀងហើយជាមួយនឹងអត្ថន័យទំនុកច្រៀងបាទខំប្រឹងខ្លាំងមែនតើហើយការថតការផលិតគឺយកចិត្តទុកដាក់ដោយការស្រឡាញ់ហើយសំខាន់គឺបទចម្រៀងពីរហ្នឹងគឺខ្ញុំស្រឡាញ់មែនតើហើយមួយទៀតអ្វីដែលស្រឡាញ់សំខាន់បំផុតហ្នឹងបទចម្រៀងពីរហ្នឹងបានផ្សារភ្ជាប់ជាមួយនឹងរូបភាពនៅខេត្តសៀមរាបគឺអង្គរវត្តគឺជាទីតាំងមួយដ៏អស្ចារ្យនៅប្រទេសកម្ពុជាយើងអ្វីដែលអស្ចារ្យហ្នឹងគឺថាបានភ្ជាប់ជាមួយរូបភាពនៅអង្គរវត្តនឹងតែម្ដងហើយជាងមួយអ្នកពេញចិត្តខ្លាំងនៅសៀមរាបទៀតហើយជាងជាមួយនឹងប៉សៀងដែលជាដូចថាប្រជាជននៅក្នុងខេត្តសៀមរាបបាទឥឡូវបងបកស្រាយនៅបទចម្រៀងហើយណាប៉ុន្តែឥឡូវចង់សួរអញ្ចឹងវិញចង់សួរទៅផ្នែកបច្ចេកទេសវិញចាក្រុមការងារទាំងអស់គ្រប់ផ្នែកនៅពេលដែលយើងទៅថតបទចម្រៀងមួយហ្នឹងយើងឆ្លងកាត់នៅរឿងរ៉ាវជាច្រើនមែនតើហើយបងឮថាមានរឿងរ៉ាវអីច្រើនណាស់ចាំចង់ឲ្យបងបាទអូបងចាំស៊ីនថានៅពេលដែលបងថតរាំហើយនឹងថតនៅផ្ទះហ្នឹងគឺយប់ខ្លាំងមែនតើណាម៉ោង1បងម៉ោង1ម៉ោង2ហើយឮអ្នកណាគេនិយាយថាមានគ្រឿងអីខ្លះឆ្កែលឺខ្លះអីខ្លះឥឡូវចង់ឲ្យក្រុមការងារបកស្រាយឮអត់លើថាកាមេរ៉ាចាមានរឿងហេតុអីខ្លះចាមានរឿងហេតុអីខ្លះនៅក្នុងដំណើរនៃការថតសាច់រឿងជុំគ្នាទាំងអស់គ្នាហ្នឹងហ្នឹងហើយពេលថតហ្នឹងចូលដល់ស៊ីនពលឹងប៉សៀងចេញមកសត្វឆ្កែហើយវីដេអូហ្នឹងនៅបច្ចុប្បន្នចាំមើលក្រុមការងារក្នុងវីដេអូបងនេះអូប្រហែលជាបងដូចថាប្រមូលអារម្មណ៍សម្ដែងដឹងបានអត់នេះថាអត់ចាប់អារម្មណ៍ឬមួយក៏អីអញ្ចឹងដល់ពេលបងឮក្រុមការងារនិយាយភ្ញាក់ដែរតាចាកាមេរ៉ាស្នាប់មាត់អស់ឲ្យបងរត់អស់អូហ
ហើយខាងថតវិញក្បាលចេញទៅក្រៅប្រហែលដង អញ្ចឹង តែឲ្យសូមឲ្យសែនចេញទៅខាងថត ហើយសែនជែកប៉ុន្មានដងអញ្ចឹង2 ដង បាទសែនជែក 2 ដងមកថតជោគជ័យ អញ្ចឹងហ៎ មួយថតសែននៅប្រាសាទតែពេលហ្នឹងប្រាសាទគាត់រៀបចំ costume មេតប មេតប ថតអត់បានទេកាមេរ៉ាយើងកាច់ក្បាល អញ្ចឹងហ៎ ដាក់ទៅកាច់ក្បាលលើ gimbal ថតអត់ចេញទេ អូ អញ្ចឹងហ្នឹងហើយ ហើយពុកបីសែនទៅបានខាងថតនេះថតបាន អញ្ចឹងហើយពេលហ្នឹងមិនអត់ប្រាប់បងភ្លាម អត់មានតែប្រាប់អត់មានតែប្រាប់ទួយមក មិនទៅខ្លាចបងខ្លាចមែន អត់ទេខ្លាច ខ្លាចបែកអារម្មណ៍មែន ខ្លាចតែប្រវែងខ្លាច បងសែនហើយវិញ បាទរៀងនេះដែរបងថតហើយឆ្កែលូហើយអ្នកគ្នាយើងផ្សេងទៀតបាត់អស់ហើយនឹងរតនាឆ្ងល់ហ្មង បាទមានអ្នកខ្លះទៅផ្ទះមុនអញ្ចឹងណាដល់កន្លែង ដូចអ្នកថតអីនោះទៅ បាទ ផ្ទះមុនហ្នឹង ទៅផ្ទះមុនអញ្ចឹងណា ហើយតែសំខាន់ណាស់អ្នកកាន់កាមេរ៉ាធំអត់រត់ចោលពួកយើងទៀតព្រោះរត់ចោលទៀតអត់ដឹងថាមានរូបភាពអីសោះបងប្អូន បាទបើ director យើងរត់ចោលទៀតហ្នឹងយ៉ាប់ដោយ នៅពីរអ្នក តាណាទេ ហ្នឹងហើយសាច់រឿងគឺថាត្រូវចប់ត្រឹមហ្នឹងអត់មានប្លង់នៅក្នុងផ្ទះប៉ុន្តែមែនតែនទៅទោះជាខ្លាចក៏ដូចថាក្រុមការងារទាំងអស់គាត់នៅបញ្ចប់ដោយរលូនហើយចុះ director អត់មានជួបអីអត់អ្នកកាមេរ៉ាអីមិនបានជួបទេហ៎ដោយសារយើងរត់ទៅផ្ទះមុនមែននៅតែអ្នកកាន់កាមេរ៉ាមែន អត់ទេដោយសារតែគេខ្លាចវិញហី អូមែនតាអូន ទៅគាត់សក់ទៅស្ពូចៃឆ្កែ អត់ទេក៏មើល ឯងផ្អាប់ខ្លួនឯងណា ក៏មករត់អត់ផុតទេបើរត់ផុតរត់បាត់ហើយ រត់បាត់ បាទ អូតែលោកនឹងពាក្យហ្នឹងអនឯងនិយាយខ្លួនឯងណាបងអត់មានបាននិយាយទេ បាទបទចម្រៀងហ្នឹងដែរ អូខេអញ្ចឹងបន្ទាប់ពីហ្នឹងទៅបងចង់ឃើញ behind scene ដែរអនឯងថាជួបហេតុការណ៍មិញហ្នឹងគឺបងអត់ដឹងទេណាតែលឺអនឯងនិយាយណាអញ្ចឹងคลิปហ្នឹងបងសុំមើលដែរ ខាងកាមេរ៉ា នៅខាងកាមេរ៉ា អត់ទៅលូលំអោវិញណា លូខ្លាំងស្ដាយអាផ្លោ ហើយ ត ពេលហ្នឹងបងធម្មតាអ្នកថតឡើងហ្នឹងឯងមិនដែលយើងតែស្ងាត់ពីកា ស្ងាត់ឈឹងហ្មង នៅ តែ មួយ បា ណា ត់មាត់ បាត់មាត់ឈឹងហ្មង នៅមានមួយកន្លែងទៀតអាពេលហ្នឹងបងឡងអត់ទៅអាពេលថ្ងៃទៅថតធ្វើពិធីបូជា ពេលថ្ងៃទៀត ប៉ាវ៉ា បងស្មានតែពេលយប់ហើយអនឯងនិយាយថាមកកន្លែងទៀតពេល យ ថ្ងៃ ប់ក៏ ទៀ មាន ត ថ្ងៃក៏មានដែរ អូមិនបងអត់ ទៅឲ្យតែពេលដែលយើងចាប់ដើម អាពេលបូជា ឡើងបូជា អត់ឆាយមកក្រោយ អញ្ចឹង ឆាយលូលំប៉ាវ៉ាន់ និយាយទៅឲ្យតែស៊ីននេះទៅជាមួយនឹងបូជាស៊ីនមួយហ្នឹង អីស្លាប់ខ្លួន ហ្នឹងហើយឆ្កែលូយំទៅបងអត់ជឿទេបើបកកើតឡើងណែ3 4 ដងហើយណាពេលស៊ីនបងហមនៅព្រៃស្អី តែមែនតើបងពងដឹកខ្លួនឯងវិញថាខ្លួនឯងផ្លិចឬមួយក៏ យើង focus លើ ខ្លួនឯងអត់ សម្ដែង ចេះបងចង់និយាយថាខ្លួនឯងអត់លឺអត់ចាប់អារម្មណ៍ឬមួយក៏ខ្លួនឯងបាត់ការចងចាំបងចង់ខ្លួនឯងហ្នឹងទេពេលដូចថាគ្រប់គ្នានិយាយមកអញ្ចឹងទៅមានអារម្មណ៍ថាអង្គុយហ្នឹងធ្វើភ្នែកភ្លឺហ្នឹងឆ្ងល់និយាយថាបងអត់ឃើញហេតុការណ៍ហ្នឹងឬមួយក៏បងបាត់ការចងចាំអូយអស់ចាខ្លាំងមែនតើអត់ទេមែនតើតែមានឯងបញ្ចេញវីដេអូហ្នឹងបងចង់ឃើញរូបភាពខ្លួនឯងវិញថាពេលហ្នឹងតើបងដឹងខ្លួនដែរឬមួយក៏បងដូចឆ្ងល់ខ្លួនឯងថាបាត់ការចងចាំអញ្ចឹងហ្នឹងហើយតើបងចាប់អារម្មណ៍ដែរឬមួយក៏អត់ចាប់អារម្មណ៍ទេ 1 2 3លើកទេបងត1 2 3ខាត់ ឥឡូវវីដេអូ reaction បាត់ខ្លួនឯងទាំងពីរបត់ហ្នឹង បាទ គឺបាន reaction លើកដំបូងទៀតណា reaction លើកដំបូងបានបញ្ចប់ហើយដឹងថាវីដេអូនេះវែងប៉ុណ្ណាទេប៉ុន្តែមុននឹងបញ្ចប់នាងខ្ញុំសូមទុកអនុស្សាវរីយ៍មួយនៅក្នុងវីដេអូហ្នឹងសូមបង្ហាញសំនៀងបន្តិចនៅផាតដែលខ្លួនឯងស្រឡាញ់ណា បាទ តែក៏ពិតស្រឡាញ់គ្រប់ផាតទាំងអស់ហ្នឹងប៉ុន្តែគាត់ថានៅពេលដែលយើងចេញជា teaser ទៅគឺយើងបង្ហាញសំឡេងកន្លែងហ្នឹងអញ្ចឹងឥឡូវសូមទុកអនុស្សាវរីយ៍មួយនៅក្នុងវីដេអូ reaction ហ្នឹងចាឥឡូវនាងខ្ញុំសូមបញ្ចេញសំឡេងបន្តិចណា បាទបាទ អូនត្រូវឃ្លាតពីបងហើយបងអើយបងអើយបងអើយសូមបងនៅអើយបានសុខអត់ដឹងថាមិនទេនៅនឹងដាក់គោកទៅហ្មង
ដាក់កោកទៅហ្មងបាទ រីជូនដល់បងប្អូនទាំងអស់ដែលបានចូលទស្សនានៅវីដេអូ reaction របស់ខ្ញុំជាមួយនឹងប៉សៀងដែលជាស្នាដៃដំបូងដែលសហការជាមួយនឹងគ្នាសង្ឃឹមថាអនុស្សាវរីយ៍នេះនៅក្នុងដួងចិត្តបេះដូងរបស់បងប្អូនហើយក៏សង្ឃឹមថាបទចម្រៀងទាំងពីរបទនេះបងប្អូននឹងមានការពេញចិត្តពួកអីគឺពួកយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងផលិតនៅបទចម្រៀងមួយដែលផ្សារភ្ជាប់ជាមួយនឹងរូបភាពនៅក្នុងខេត្តសៀមរាបហើយក៏ដូចជាអត្ថន័យរបស់ចម្រៀងដែលយើងផ្សារភ្ជាប់ជាមួយនឹងបែបប្រពៃណីជួនទៅដល់បងប្អូនទាំងអស់គ្នាផងដែរបាទដោយសារតែបងប្អូនទាំងអស់គ្នាគាត់ចាប់អារម្មណ៍កន្លែងហុកផាតកន្លែងហ្នឹងច្រើនអញ្ចឹងណាកន្លែងហ្នឹងប្របួលគេទៅបោះតាំងបាទប្របួលគេទៅបោះតាំងណាបាទឥឡូវដាក់បាច់ប្របួលបងណាអូនបាទខ្ញុំអញ្ជើញមកអ្នកនរគ្នាប្រឹងប្រៀបហើយអញ្ជើញណាបាទជួយបង្កាត់មួយសិនបាទdirector ហើយនឹងក្រុមការងារមិញគាត់និយាយថាពេលដែលថតហ្នឹងនៅពេលផាតសំខាន់មួយគឺថាមានឆ្កែលូឥឡូវយើងចូលមកថតនៅស៊ូឌីយ៉ូហើយជំរឿបងចង់ដឹងថាអូនឯងជាងឡៃហ្នឹងមានឆ្កែលូបើមានទៀតបងសុំបាត់ខ្លួនដែរអូបើមានទៀតអូយបើមានទៀតបងរត់មុនអូនបងប្រាប់ហើយអូខេចាប់ផ្ដើមបាទអូខេអញ្ជើញព្រាយហោះហោះព្រាយហាហាទាំងព្រាយអើយដើរលដីព្រាយសំពងអើយសក់ធំព្រាយកំមុំព្រំចារីតងពលឹងអើយកៅតូចមកវាចាសំដីខ្ញុំបូលហើយខ្ញុំបូលនាងអើយឆាប់រាអញ្ជើញព្រាយហោះហោះព្រាយហាហាទាំងព្រាយអើយដើរលដីព្រាយសំពងអើយសក់ធំព្រាយកំមុំព្រំចារីតងពលឹងអើយកៅតូចមកវាចាសំដីខ្ញុំចាំទាំងអនទេសោអូយអត់អីណាមានអត់មានឆ្កែលូយណាអត់មានឆ្កែលូយបាទអូយបើថាមានឆ្កែលូមែនមិនបាច់ក្រុមការងាររត់ទេបងរត់មុនហើយអូនសុំលាបាយចាប់ត្រឹមហ្នឹងហើយចុះបើឯងចង់ទុកប្អូនចោលដល់ណាចាអត់ទេអូននិយាយទៅយើងទៅស្គាល់គ្នាអញ្ចឹងបើសិនមានឆ្កែលូមែនអញដោះស្រាយខ្លួនឯងបងសុំទៅមុនហើយអត់ទួលខុសត្រូវទេចាំជួបគ្នាថ្ងៃក្រោយទៀតអូខេបងមិនមែនតែអត់អីណាមែនតែអត់អីទេចាឥឡូវជំរាបលាបងប្អូនទាំងអស់គ្នាអញ្ចឹងបាទចាឥឡូវចប់ហើយសូមជំរាបលាបងប្អូនទាំងអស់គ្នាត្រឹមប៉ុណ្ណេះក៏អរគុណសម្រាប់ការទស្សនាវីដេអូ reaction ក៏ដូចជា MV របស់យើងខ្ញុំទាំងពីរអ្នកផងដែរសូមអរគុណជូនពរឲ្យបងប្អូនទាំងអស់សុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារអរគុណច្រើនជំរាបលា